លោកបងឯងមកពីណាហ្នឹងតាមខ្ញុំមើលទៅលោកបងឯងដូចជាមិនអ្នកនៅក្នុងស្រុកភូមិនេះសោះ អូលោកបងតាមពិតទៅខ្ញុំមិនមែននៅទីនេះទេប៉ុន្តែថ្ងៃហ្នឹងខ្ញុំចង់មកបេះផ្លែឈើនៅក្នុងព្រៃនេះយកទៅឲ្យលោកគ្រូរបស់ខ្ញុំហ្នឹង អូលោកបងចង់អត់អីលោកបងតែលោកបងត្រូវប្រយ័ត្នខ្លួនផងព្រោះអីនៅតំបន់នេះគឺសម្បូរទៅដល់ចោរចាំប្លន់ដល់ដំណើរជាច្រើន អូអត់អីអញ្ចឹងខ្ញុំអាចចេះការពារខ្លួនបានព្រោះខ្ញុំធ្លាប់ដើរព្រៃច្រើនណាស់ចឹងអត់អីលោកបងខ្ញុំអរគុណច្រើនដែលបានណែនាំ បាទលោកបងចឹងខ្ញុំទៅសិនលោកបង បាទព្រៃនេះដើរមកយូរអត់មានផ្លែឈើអីបេះសោះមានតែផ្លែជាធំទៀត ឈប់សិន ឯងមកពីណាស្ដាប់ផ្លូវយើង ឯងដឹងថាយើងជាចោរទេនៅទីនេះជាទឹកដីរបស់យើងអ្នកណាដែលឆ្លងកាត់ទីនេះត្រូវឆ្លងកាត់យើងសិន អូឯងជាចោរដែលចាំលួចអ្នកដំណើរនឹងមែនទេ ត្រូវហើយបើសិនជាឯងចង់ទុកឯងទុកបង្វិចឯងនៅទីនេះហើយទៅតែខ្លួនចោះតែបើឯងនៅរឹងទឹកតឹងកុំថាឡើយបង្វិចទោះជីវិតឯងក៏ឯងដោយសារបានដែរ រឿងអីដែលយើងត្រូវឲ្យបង្វិចនេះតែឯងនេះជាកម្លាំងញើសឈាមដែលយើងខំប្រឹងរកបើឯងមានសមត្ថភាពឯងចូលមកយកវាខ្លួនឯងចុះ យោឯងនិយាយស្រួលមកស្ដាប់ចង់ប្រើតួក្តៅអេយេ ពីស្លាប់ទេ អាប់លើអញងាប់ទេមើលតែសាក់ទៅពេញខ្លួនហឺ